យុវជនម្នាក់មកមានញឹកដើរលេងផ្អើអស់អ្នកស្រុកភូមិរហូតបោះបង់ការសិក្សាត្រឹមថ្នាក់ទី8សាច់ញាតិបងប្អូននិយាយទូមានស្ដាប់លេងចូលរហូតធ្លាក់ខ្លួនតែតោគ្មានគោលដៅជីវិតឥឡូវនេះផ្លាស់ប្ដូរ360ដឺក្រេព្រោះតែគាត់សម្រេចចិត្តធ្វើរឿងបែបនេះមានទីកន្លែងកំណើតនៅស្រុកកោះធំខេត្តកណ្ដាលយុវជនឡុងមេងកំពុងដឹកនាំអាជីវកម្មហាងកាត់សក់ OTS សាខាឈូកមាសអាចរកចំណូលដោះស្រាយជីវភាពរបស់ខ្លួនបានយ៉ាងស្រួលនិងអាចរកចំណូលការប្រពន្ធដោយខ្លួនឯងបាននិយាយបែបលេងសើចជាមួយអ្នកមានប្រពន្ធពីរលោកថាឲ្យតែពូកែសន្សំចំណូលបានមកពីការងារជាជាងកាត់សក់នេះមិនមែនត្រឹមមករស់នោះទេអាចចិញ្ចឹមប្រពន្ធបានរហូតទៅដល់2ឯណោះកាលពីមុនខ្ញុំធ្លាប់លេងគេថាគេច្រើនកាលពីមុនគេនិយាយថាជាងកាត់សក់បានតែមករស់ទេបាទបានតែមករស់មកពេលហូបមករួចរោមមួយថ្ងៃហូបមួយថ្ងៃចឹងបាទសម្រាប់អាជីពកាត់សក់ឥឡូវនេះមិនដូចកាលពីមុនទេអាជីពកាត់សក់ឥឡូវនេះឲ្យតែយើងចេះច្នៃប្រឌិតអីដែលថ្មីរហូតគឺខ្លាំងផ្ទុះខ្លាំងល្បីខ្លាំងឥឡូវលើវិស័យកាត់សក់បាទអូហើយចំណូលមិនអាចថាដូចកាលពីមុនរោមមករស់ដូចមុនដូចខ្ញុំនិយាយពីដើមអញ្ចឹងចំណូលកាត់សក់ឥឡូវរោចាំប្រពន្ធបាន2បាទឲ្យតែយើងចេះសន្សំណាបងណាបាទបងបាទមុនមករៀនមកធ្វើការឥឡូវនេះខ្លាយជាប្រធានសាខាហាងកាត់សក់ OTS លោកធ្លាប់ជាយុវជនម្នាក់ដែលសង្គមមិនឲ្យតម្លៃព្រោះតែធ្លាប់ដើរនៅលើផ្លូវខុសចាថាបើការរៀនខ្ញុំរៀនបានតិចទេខ្ញុំរៀនបានទៅថ្នាក់ទី8អូរៀនធ្វើបានថ្នាក់ទី8បងណាបាទអូបងរៀនធ្វើថ្នាក់ទី8ហើយសម្រាប់ចិត្តបោះបង់ការសិក្សាប៉ុន្តែបងមកជ្រើសរើសជំនាញសិក្សាអាជីពវិជ្ជាជីវៈវិញហើយកន្លងមកបងធ្លាប់មានភាពបរាជ័យនៅក្នុងជីវិតឬក៏ធ្លាប់គិតខុសអីផ្សេងទេបងកាលពីមុនខ្ញុំឈប់រៀនខ្ញុំដើរលេងអូកាលពីមុនឈប់រៀនដើរលេងទៀតតាំងបងប្អូនសាច់ថ្លៃអីម៉ែឪអីគេតែងតែស្ដីឲ្យថាឲ្យបាទលេងស្ដាប់ទៅដល់ពេលមួយរៀងភ្ញាក់ខ្លួនហ្នឹងបានមករកជំនាញកាត់សក់ដល់រាល់ថ្ងៃបាទហើយពេលដែលយើងអត់មានជំនាញអត់ចេះអក្សរហើយយើងដើរលេងអញ្ចឹងទៀតមិនបាច់ថាតែបងប្អូនយើងទេសូម្បីតែអ្នកថាអ្នកក្រៅសូម្បីបងប្អូនគេមិនឲ្យតម្លៃយើងអូបាទបងបាទប៉ុន្តែដោយសារបងចេះភ្ញាក់ខ្លួនតន់ណាភ្ញាក់ខ្លួនមកចាប់អាជីពវិជ្ជាកាត់សក់នេះឥឡូវនេះគាត់មើលឃើញថាបងឯងយ៉ាងម៉េចវិញដែរឥឡូវនេះគាត់ថាគាត់សរសើរគាត់ថាខ្ញុំខុសមុនឆ្ងាយគាត់ថាបងឯងខុសពីមុនឆ្ងាយហ្នឹងហើយធ្លាប់តែជាក្មេងដើរលេងអាលាតែពេញភូមិអញ្ចឹងដើរផឹកដើរស៊ីពេញបាទអូក៏ទៅសាលា OTS នេះគឺជួយទាំងបណ្ដុះជំនាញណាវិជ្ជាជីវៈអាជីពកាត់សក់និងការដឹកនាំហាងអាជីវកម្មហាងកាត់សក់ហើយថែមទាំងបណ្ដុះនៅជំនាញនៅក្នុងការកសាងផ្នត់គំនិតវិជ្ជមានណាអត្តចរិតការតស៊ូនៅក្នុងជីវិតឃើញទេបងប្អូនការសែបគប់មករៀននៅទីនេះគឺមិនខុសទេណាពុកម៉ែបងប្អូនទាំងអស់គ្នាលោកចាត់ទុក OTS ជាកន្លែងផ្លាស់ប្ដូរជីវិតរបស់លោកហើយស្ថាបនិកនិងថ្នាក់ដឹកនាំរបស់ OTS សុទ្ធសឹងតែជាអ្នកដឹកនាំល្អគ្រូល្អដែលតែងតែលើកទឹកចិត្តនិងផ្ដល់ដំបូន្មានល្អៗដល់ពួកគាត់ពេលដែលខ្ញុំចូលមក OTS នេះដូចមានមេខ្ញុំដូចជាបងរិទ្ធីជាស្ថាបនិកដូចជាបងលីហួរអញ្ចឹងគាត់បាទមានដំបូន្មានល្អជាច្រើនឲ្យខ្ញុំតាំងពីកំណត់រស់ស៊ីផ្នត់កំណត់អីផ្សេងគាត់ផ្ដល់ឲ្យខ្ញុំបាទគាត់ផ្ដល់កំណត់ថាពេលខ្លះខ្ញុំគិតថារឿងថាពិបាកចិត្តគិតថាចង់ឈប់បន្តនេះឈប់បន្តនោះប៉ុន្តែគាត់ឲ្យយោបល់ខ្ញុំរឿងថាផ្នត់កំណត់វិជ្ជមានបើយើងពិបាកហើយយើងមិនតស៊ូនៅរឹតតែពិបាកទៀតអញ្ចឹងបើយើងពិបាកហើយយើងខំតស៊ូថ្ងៃណាមួយយើងអាចនឹងស្រួលឡើងវិញអញ្ចឹងបាទអូល្អមែនតើណាបងអូននៅក្មេងទេតែបងអូនយល់ដឹងណាស់អំពីរបៀបនៅក្នុងការដឹកនាំចាត់ចែងរបៀបនៅក្នុងការបើកចិត្តទូលាយទទួលយកគំនិតទស្សនៈអប់រំល្អៗពីថ្នាក់ដឹកនាំនេះហើយជាផ្នែកមួយដែលធ្វើឲ្យបងប្រុសមានការផ្លាស់ប្រែជីវិតកាន់តំណែងជាប្រធានសាខាលោកពិតជារីករាយនិងពេញចិត្តចំពោះលទ្ធផលនាពេលនេះខ្លាំងណាស់ទាំងគ្រួសារនិងសាច់ញាតិបងប្អូនតែងតែកោតសរសើរថាលោកមានការផ្លាស់ប្ដូរ360ដឺក្រេខុសពីមុនស្រឡះហើយឥឡូវនេះបងប្អូនមកកាន់ជាប្រធានសាខានៅសាខាជុកមាសបងប្អូនមានអារម្មណ៍យ៉ាងម៉េចដែរពេលដែលឃើញខ្លួនឯង
អាចដឹកនាំហាងកាត់សក់មួយទាំងមូលហើយធ្វើជាមេដឹកនាំគេនេះពលមានអារម្មណ៍មិនដែរ ខ្ញុំមានអារម្មណ៍ថាសប្បាយហើយមានមោទនភាពដោយសារកាលពីមុនមកធ្លាប់ធ្វើការឲ្យគេអត់គិតថាខ្លួនឯងមានសមត្ថភាពអាចមកធ្វើការងារចឹងបានចឹងបងធ្លាប់កាលពីមុនមកធ្លាប់តែស៊ីឈ្នួលដើរធ្វើការឲ្យគេចឹង ចែករំលែកបទពិសោធន៍ទៅសិស្សប្អូនរបស់យើងបន្ថែមទៀតមើលអំឡុងពេលដែលរៀនធ្វើម៉េចដើម្បីយើងរៀនឲ្យឆាប់ចេះឲ្យមានឲ្យជំនាញច្បាស់លាស់ទៅលើមុខវិជ្ជាមួយដែលយើងរៀនកាត់សក់ផងយើងរៀនកាន់ក្រាស់យើងរៀនអ៊ុតស្រោមយើងរៀនអីធ្វើម៉េចដើម្បីអានឹងយើងចេះស្ទាត់ជំនាញមួយគាត់ថាពីដំបូងឡើយគាត់អត់ទាន់ចូលដល់មានការងារមានអីចឹងបាទទី1គឺវិន័យរបស់គាត់ទី2ការខិតខំប្រឹងប្រែងរបស់គាត់បាទហើយកុំមានការបាក់ទឹកចិត្តអីច្រើនពេលគេឲ្យធ្វើមិនស្អាតអីយើងព្យាយាមមើលអាកន្លែងចំណុចណាដែលយើងខ្វះខាតចឹងគេប្រាប់យើងព្យាយាមកែតាមគេយើងកុំយកអាគំនិតមួយដែលថាគេប្រាប់ហើយយើងធ្វើខុសហើយដល់ពេលអាងអីតិចអន់ចិត្តលែងមានគំនិតថាឈប់រៀននេះលែងចង់តស៊ូលទ្ធផលនៃភាពរីកចម្រើនទាំងនេះលោកមិនភ្លេចអរគុណទៅដល់មនុស្សល្អៗជាច្រើនដែលបានជួយជ្រោមជ្រែងលោកនោះទេសូមអរគុណដល់បងរិទ្ធីនិងបងលីហួរដែលបានគាត់បានឲ្យដំបូន្មានល្អឲ្យគាត់ជួយខ្ញុំបានច្រើនការមួយចំនួនហ្នឹងការខ្ញុំមករៀនហ្នឹងមកអ្នកស្គាល់គ្នាមករៀនហ្នឹងសិតតែអត់ដូចគ្នាទាំងអស់សិតតែអត់ដូចគ្នាហ្នឹងហើយសិតតែអត់ដូចគ្នាបាទពេលខ្លះមករៀនស្រឡាញ់គ្នាបាទមករៀនស្រឡាញ់គ្នាមកមានម្នាក់ពី2000ឯងហូបបាយជុំគ្នានៅមួយគ្នាអត់ដែរចេះឆ្លោះគ្នាស្រឡាញ់គ្នាអូហ្នឹងហើយបើមានឆ្ងាញ់អស់គ្នាទៅបើអត់ទាំងអស់គ្នាបាទហើយមើលនិយាយពីបទពិសោធន៍កន្លងមកទៅថាបងអ៊ំស្រីគាត់បានផ្ដល់បាយហូបចុកយ៉ាងម៉េចខ្លះជួយនិយាយប្រាប់ទៅបងប្អូនយើងតិចមើលបានឲ្យបាយឲ្យទឹកគាត់ទូមានស្ដីបដៅយើងមែនតែទៅបងរិទ្ធីជាគ្រូរបស់ខ្ញុំប៉ុន្តែនិយាយថាសឹងថាមកគ្រួសារបងប្អូនគាត់ទាំងអស់អ្នកដែលមករៀនជាមួយបងរិទ្ធីគឺគាត់ឲ្យដំបូន្មានយើងល្អបងបាទច្រើនគាត់មិនឲ្យដំបូន្មានគាត់ជួយទាំងបាយទឹកពេលដែលយើងអត់អីចឹងគាត់ជួយយើងគ្រប់សពទាំងអស់បាទតាំងពីការកន្លែងស្នាក់នៅបើពេលមករៀនគាត់និយាយថាមករៀននៅផ្សេងហូបផ្សេងអីចឹងតែដល់ពេលមកជាក់ស្ដែងគាត់ឃើញយើងអត់គាត់មិនដាច់ចិត្តទៅដេញយើងទៅណាគាត់នៅឲ្យយើងនៅមួយបាទតាមវីដេអូបទសម្ភាសន៍ខាងលើនេះឃើញថា RTS ពិតជាកន្លែងដ៏ល្អក្នុងការជួយផ្លាស់ប្ដូរជីវិតរបស់យុវជនពិតប្រាកដមែនចេះជំនាញកាត់សក់អាជីពចេះជំនាញដឹកនាំហាងកាត់សក់ចេញរកចំណូលបានពេញមួយជីវិតបងប្អូនដែលចាប់អារម្មណ៍អាចចុះឈ្មោះឥឡូវនេះរៀនកាត់សក់នៅ RTS ចេះទាំងជំនាញចេះទាំងរបៀបដឹកនាំគ្រប់គ្រងចាត់ចែងអាជីវកម្មហាងកាត់សក់រកចំណូលបានពេញមួយជីវិត